រកឃើញហើយក្មេងស្រីដែលរត់ចេញពីផ្ទះកាលពីម្សិលមិញយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទូកកបានដឹងថាក្មេងស្រីម្នាក់អាយុ12ឆ្នាំដែលរត់ចេញពីផ្ទះនៅក្នុងសង្កាត់ទឹកល្អទី3ខណ្ឌទូកកត្រូវបានរកឃើញហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី12ខែមីនាឆ្នាំ2025នេះសូមរំលឹកថាកាលពីថ្ងៃទី11ខែមីនាឆ្នាំ2025វេលាម៉ោងប្រហែល1:12នាទីរសៀលក្មេងស្រីម្នាក់អាយុ12ឆ្នាំជាសិស្សថ្នាក់ទី8 C2 វិទ្យាល័យបាក់ទូកបានរត់ចេញពីផ្ទះដែលធ្វើឲ្យអាណាព្យាបាលព្រួយបារម្ភនិងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ទឹកល្អទី3ដើម្បីឲ្យជួយស្រាវជ្រាវយកកូនត្រឡប់មកផ្ទះវិញតាមការអះអាងរបស់អ្នកស្រីសេកប៊ុននារីអាយុ72ឆ្នាំដែលជាជីដូនថាមូលហេតុដែលចៅរបស់គាត់ចេញពីផ្ទះដោយសារខាងម្ដាយស្ដីបន្ថាឲ្យដែលចូលរៀននិងបានបន្សល់ទុកសម្បត្តិមួយសន្លឹកមានខ្លឹមសារថាម៉ែមិនចាំបាច់ដើររកខ្ញុំទេខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយមន្ត្រីនគរបាលបានដឹងថាសមាជិកបានទៅដល់វិទ្យាល័យបាទូកជួបជាមួយនឹងគ្រូប្រចាំថ្នាក់និងបានបញ្ជាក់ថាសិស្សឈ្មោះរុនច័ន្ទរស្មីមិនដែលចូលរៀនទេអវត្តមានជាញឹកញាប់ទើបគាត់ផ្ដល់ព័ត៌មានប្រាប់អាណាព្យាបាលទោះបីជាយ៉ាងណានៅម៉ោងប្រហែល 12:40 នាទីថ្ងៃត្រង់ថ្ងៃទី12ខែមីនាឆ្នាំ2025សមាជិកបានស្រាវជ្រាវរកឃើញក្មេងស្រីខាងលើនៅផ្ទះមិត្តភ័ក្តិហើយបាននាំទៅប្រគល់ឲ្យឪពុកម្ដាយវិញសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ